សម្រាប់បងប្អូនដែលនៅសល់ទាខ្វៃឬសាច់ខ្វៃក្នុងទូទឹកកកពី3ថ្ងៃហើយបន្ទាប់ពីសែនព្រេនអត់ដឹងធ្វើអីញ៉ាំទៅត្រលាន់បងប្អូនអាចមើលម្ហូបមួយមុខនេះបានបាទអញ្ចឹងជាដំបូងគឺយើងទៅរកបន្លែសិនមកខ្ញុំជ្រើសរើសយកបន្លែខាត់ណាដោយសារតែខាត់ណាឆាញ៉ាំជាមួយសាច់ខ្វៃគឺវាត្រូវគ្នាអញ្ចឹងខាត់ណាបងប្អូនចិត្តឲ្យស្អាតមកចិត្តជាច្បល់មូលបែបនេះក្រាស់ឬមួយក៏ចិត្តជាបន្ទះស្ដើងតាមដែលបងប្អូនចូលចិត្តក៏បានដែរហើយគ្រឿងផ្សំសម្រាប់ឆាហ្នឹងគឺខ្ញុំមានជ្រក់ម្ទេសបែបចិននឹងបន្តិចដែរដោយសារតែជ្រក់ម្ទេសបែបចិនគឺជូរឆ្ងាញ់ហើយវាអត់សូវផ្អែមវាជួយរសជាតិឆារបស់យើងកុំឲ្យត្រលាន់អញ្ចឹងបងប្អូនអាចចិញ្ច្រាំវាឬក៏កាត់វាកង់ក៏បានដែរអញ្ចឹងបងប្អូនរៀបចំទុកវាម្ល៉េះសិនមកយើងមកដាក់ស្រុះបន្លែរបស់យើងឲ្យវាឆ្អិនបន្តិចទៅព្រោះដោយសារបន្លែនេះខ្ញុំចិត្តរៀងក្រាស់ដែរចឹងបន្ទាប់ពីបងប្អូនស្រុះរួចហើយគឺយកទៅលាងទឹកត្រជាក់ដើម្បីឲ្យវាមានពណ៌បៃតងនៅល្អសម្រាប់ការស្រុះនេះផងដែរគឺខ្ញុំអត់មានប្រើអំបិលឬក៏ប្រើប្រេងឆាអីទេអញ្ចឹងបងប្អូនលាងវាឲ្យត្រជាក់មកដើម្បីឲ្យពណ៌វានៅបៃតងល្អអញ្ចឹងណាបន្ទាប់មកទៀតយើងយកសាច់ខ្វៃរបស់យើងទាខ្វៃឬក៏ជ្រូកខ្វៃហ្នឹងយើងយកមកចៀនដើម្បីឲ្យវាមានក្លិនឡើងឈ្ងុយសារជាថ្មីសិនបងប្អូនចៀនឲ្យឈ្ងុយប្រែសងខាងចុះឡើងឲ្យឡើងក្លិនឈ្ងុយហើយបងប្អូនដាក់បំពងខ្ទឹមសអញ្ចឹងបងប្អូនវាសាច់ទៅមកខាងផ្ទះទៅយើងបំពងខ្ទឹមឲ្យរៀងឡើងក្រហមបន្តិចចាំចាក់ជ្រក់ម្ទេសចិនរបស់យើងចូលទៅឆាឲ្យឡើងឈ្ងុយបន្តិចបានបងប្អូនឆាឲ្យសព្វជាមួយនឹងសាច់ទៅបងប្អូនឆាឲ្យសព្វចូលសាច់ហើយចាំយើងដាក់បន្លែខាត់ណារបស់យើងចូលទៅហើយបន្លែខាត់ណាមិញគឺរៀងច្រើនគឺខ្ញុំប្រើតែពាក់កណ្ដាលទេអញ្ចឹងបងប្អូនមិនបាច់លោបបន្លែពេកទេយើងដាក់បន្លែយើងចូលទៅត្រឡប់ឲ្យចូលជាតិបន្តិចទៅយើងប្រើជាមួយនឹងប្រេងខ្យងហើយនឹងប៊ីចេងបាទសម្រាប់គ្រឿងត្រូវគឺយើងអត់ប្រើអីច្រើនទេស្ករគឺយើងអត់ប្រើដែរប្រើតែ2មុខនឹងបានហើយបងប្អូនហើយថែមទឹកបន្តិចទៅដើម្បីកុំឲ្យស្ងួតពេកដោយសារតែសាច់ខ្វៃរបស់យើងគឺវាមានរសជាតិមកស្រាប់ហើយអញ្ចឹងនៅពេលដែលគេខ្វៃសាច់ហ្នឹងគឺមានដាក់គ្រឿងហើយអញ្ចឹងឆារបស់យើងក៏រួចរាល់វីដេអូខ្ញុំវានៅតែប៉ុណ្្នឹងដែរអរគុណ